Chiều xưaលោកគ្រូអានសួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះណាមចាន់សុចិតាមកពីក្រុម SSC ថ្ងៃនេះដែរខ្ញុំមកនិយាយអំពីក្រុមសីលធម៌នៃឯកជនភាព Ethic Code of Privacy និយមន័យនៃឯកជនភាពគឺគេសំដៅទៅលើសិទ្ធិរបស់មនុស្សម្នាក់ៗក្នុងការគ្រប់គ្រងទៅលើព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេហើយពួកគេក៏មានសិទ្ធិកំណត់ថាតើព័ត៌មានទាំងនោះត្រូវបានប្រើប្រាស់ប្រមូលឬក៏ចែករំលែកទៅឲ្យអ្នកដទៃតាមរបៀបណាត្រូវបានគ្រប់គ្រងដោយអ្នកណានិងនៅពេលណាឥឡូវយើងចូលមកកាន់ក្រុមសីលធម៌នៃឯកជនភាពរបស់យើងវិញក្រុមសីលធម៌នៃឯកជនភាពគឺគេសំដៅទៅលើរង្វាស់នៃសីលធម៌ឬក៏ការណែនាំនៃសីលធម៌ដែលស្ថាប័ននានាប្រើប្រាស់វាដើម្បីកំណត់ភាពត្រឹមត្រូវនិងយុត្តិធម៌ក្នុងការដោះស្រាយព័ត៌មានផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗក្រុមសីលធម៌នេះវាមិនមែនជាច្បាប់ផ្លូវការទេប៉ុន្តែវាជាតម្លៃសីលធម៌ដែលដឹកនាំក្នុងការសម្រេចចិត្តសម្រេចនៅពេលដែលមុននឹងយើងសម្រេចចិត្តប្រមូលយកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដទៃប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដទៃឬមើលគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដទៃយើងត្រូវការក្រុមសីលធម៌ក្នុងការធ្វើវាគោលបំណងរបស់ក្រុមសីលធម៌ហ្នឹងគឺដើម្បីធានាថាដំណើរការនៃទិន្នន័យហ្នឹងប្រព្រឹត្តទៅដោយយុត្តិធម៌ត្រឹមត្រូវតម្លាភាពនិងការទទួលខុសត្រូវយុត្តិធម៌ហ្នឹងមិន fairness ហ្នឹងគឺមិនយកទិន្នន័យទៅប្រើដើម្បីធ្វើឲ្យប៉ះពាល់ឬក៏ធ្វើឲ្យខូចខាតប៉ះពាល់ដល់ម្ចាស់ដើមគេភាពត្រឹមត្រូវ rightness គឺគេសំដៅទៅលើការធ្វើតាមស្តង់ដារទទួលស្គាល់ថាសកម្មភាពហ្នឹងត្រូវល្អនិងមិនបង្កគ្រោះថ្នាក់តម្លាភាព transparency គឺគេសំដៅទៅលើការមិនលាក់បាំងសកម្មភាពនៃការដោះស្រាយពីបញ្ហាទិន្នន័យនោះទី4គឺភាពទទួលខុសត្រូវគឺមានន័យថាត្រូវហ៊ានទទួលនៅអ្វីដែលអ្នកឯងបានធ្វើហើយការបែកធ្លាយទិន្នន័យផ្ទាល់ខ្លួននេះអាចបណ្ដាលមកពីការបំពានទិន្នន័យពីសំណាក់ hacker មានន័យថា hacker ធ្វើការវាយលុកចូលទៅកាន់ប្រព័ន្ធក្រុមហ៊ុនឬមួយធនាគារស្ថាប័នណាធំហើយពួកគេលួចយកទិន្នន័យផ្ទាល់ខ្លួនទាំងនោះទៅចែកចាយឬមួយក៏លួចយកទៅប្រើប្រាស់សម្រាប់ខ្លួនគេផ្ទាល់មួយទៀត online tracking គឺជាការតាមដានតាមអ៊ីនធឺណិតឧទាហរណ៍ថាអ្នកទាំងអស់គ្នាដែលឃើញអត់នៅពេលដែលអ្នកចូល browser search អីមួយហើយនឹងមានពាក្យមួយ cookie ហើយគេដាក់ពាក្យថា accept មួយគេដាក់ថា allowed ឬមួយក៏ deny បើសិនជាអ្នកឯងជ្រើសយក allowed មានន័យថាពួកគេអាច track នៅអ្វីដែលព័ត៌មានរបស់អ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាជៀសវាងកុំចុច allowed នៅពេលដែលឃើញវាចំណុចបន្តទៀតគឺវាអាចបណ្ដាលមកពី social media oversharing បណ្ដាញសង្គមការចែករំលែកព័ត៌មានផ្ទាល់ខ្លួនដូចជាទីតាំងរូបថតគ្រួសារអីចឹងស្ថានភាពអារម្មណ៍ច្រើនពេកដោយខ្លួនឯងធ្វើឲ្យភាគីទី3អាចយកព័ត៌មានទាំងនោះទៅប្រើប្រាស់បានចំណុចបន្តទៀតគឺនិយាយអំពីបច្ចេកវិទ្យា AI និងការសម្គាល់មុខដែលគេហៅថា facial recognition and AI ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីប្រមូលនិងវិភាគទិន្នន័យដោយគ្មានការយល់ព្រមឬតម្លាភាពចំណុចមួយទៀតគឺ phishing and social engineering ឧក្រិដ្ឋជន
បោកបញ្ឆោតអ្នកប្រើប្រាស់ឲ្យផ្ដល់ព័ត៌មានសម្ងាត់ដូចជាលេខសម្ងាត់លេខការឬមួយលេខការអនុទានអីចឹងទៅដោយខ្លាចបារម្ភគឺជាធ្វើជាស្ថាប័នគួរទុកចិត្ត so ដើម្បីធានាថា privacy របស់យើងអត់អាចធ្លាក់ទៅលើដៃអ្នកណាម្នាក់បានចឹងយើងគួរតែការពារឯកជនភាពរបស់យើងខ្ញុំនឹងលើកពីផ្សេងគ្នាគឺការការពារតាមបែប digital online និងការការពារតាមបែប offline ហ្នឹងហើយការការពារតាមបែប digital online គឺមានន័យថាsocial media របស់យើងដូចជា Telegram Facebook ឬមួយក៏ email របស់យើងដែលយើងប្រើប្រាស់ក្នុងការងារអីចឹងយើងគួរតែប្រើប្រាស់ two factor authentication ដែលយើងប្រើប្រាស់វាដើម្បី lock ពីរជាន់អញ្ចឹងមានន័យថាតើយើង verify code ទើបអាចចូលប្រើប្រាស់បានហ្នឹងហើយ and មួយទៀតគឺទៅលើ internet ពេលខ្លះគេក៏អាច access ចូលទៅតាម IP របស់យើងបានដែរចឹងហើយបើអាចយើងប្រើប្រាស់ VPN មុននឹងយើងចូលទៅប្រើប្រាស់ Wi-Fi វាអាចជួយយើងដែរនៅពេលដែលយើងប្រើប្រាស់ VPN យើងប្រើប្រាស់វាដាក់នៅ location ណាថ្មីទៅនៅពេលដែលមានអ្នកចង់ hack ចូល hack អីគេអត់អាចដឹងពី location ពិតយើងចឹងទៅហ្នឹងហើយមួយទៀត app management ហ្នឹងគឺមានន័យថាការពិនិត្យទៅលើ app នីមួយៗពេលខ្លះ app ខ្លះគេស្នើសុំឲ្យយើងបំពេញនៅព័ត៌មានផ្ទាល់ខ្លួនរបស់យើងពេលខ្លះបើយើងអាច fake បានក៏ fake ទៅព្រោះថាគេមិនចាប់យកទៅធ្វើអីទេមួយទៀតពាក់ព័ន្ធនឹង app ដែរដែល app ខ្លះដែលយើងអត់ប្រើប្រាស់យើងគួរតែលុបវាចោលទៅតែលុបវាចោលហ្នឹង make sure ថាយើងបាន log out ចេញពីហ្នឹងហើយនៅពេលហ្នឹងហើយវាអត់អាចតាមដាននៅរាល់សកម្មភាពរបស់យើងបានទេមួយទៀតពាក់ព័ន្ធទៅលើ link ដូច link ពេលខ្លះ link យើងកុំចេះតែចុច link ណាដែលយើងអត់ស្គាល់ដែលយើងអត់ដែរឃើញយើងអត់គួរណាចុចទេពេលខ្លះយើងចុចទៅវាអាចនឹង hack ចូលរបស់យើងបាននឹងងាយស្រួលមួយទៀតគឺការការពារតាមបែប offline privacy ការការពារតាមបែប offline គឺគេផ្ដោតទៅលើការការពារយើងអត់ចាំបាច់ផ្ដល់នៅព័ត៌មានផ្ទាល់ខ្លួនរបស់យើងបើសិនជាអត់ចាំបាច់នៅពេលដែលបំពេញបែបបត់ឬក៏ពេលដែលគេសួរពីព័ត៌មានពិតរបស់យើងគួរតែគិតថាហេតុអ្វីបានគេត្រូវការព័ត៌មាននេះហើយផ្ដល់តែព័ត៌មានណាដែលតម្រូវចាំបាច់បានហើយប្រយ័ត្នចំពោះឯកសារសំខាន់រក្សាឯកសារដូចជាអត្តសញ្ញាណប័ណ្ណលេខគណនីឬមួយក៏លិខិតឆ្លងដែងឲ្យមានសុវត្ថិភាពមួយទៀតការបោះបង់ឯកសារចោលមុននឹងយើងបោះបង់ឯកសារចោលយើងកុំបោះបង់ដោយនិយាយទៅកុំបោះបង់បោះវាចោលដែលអត់បានហែកវាចោលឬមកកាត់វានៅពេលដែលពេលខ្លះយើងបោះចោលយើងអត់បានមើលវាអាចនឹងជាប់ទៅនៅផ្ទាល់ខ្លួនរបស់យើងអញ្ចឹងមុននឹងយើងបោះចោលយើងគួរតែហែកវាចោលដុតវាចោលទៅវាល្អជាងមួយទៀតកុំទុកឧបករណ៍ចោលឧបករណ៍ដូចជាទូរស័ព្ទឬមួយក៏កុំព្យូទ័រនៅពេលដែលយើងឈប់ប្រើប្រាស់វាយើងគួរតែប្រើប្រាស់ password ដើម្បី lock វាអញ្ចឹងវាអាចការពារយើងបានដែរជួយការពារទិន្នន័យរបស់យើងបានដែរមុននឹងខ្ញុំបញ្ចប់ការនិយាយនេះខ្ញុំនឹងលើកឧទាហរណ៍មួយដែលខ្ញុំបានមកពីលោកគ្រូរបស់ខ្ញុំគឺលោកគ្រូមានសុភាពនៅក្នុងឧទាហរណ៍នេះដែរខ្ញុំនឹងនិយាយនៅក្នុងឧទាហរណ៍នេះដែរគឺគេនិយាយអំពីធនាគារមួយនៅប្រទេសកម្ពុជាដែលជួបប្រទះការបែកធ្លាយទិន្នន័យរបស់អតិថិជនដូចជាឈ្មោះឬក៏លេខទូរស័ព្ទចឹងទៅដោយសារបុគ្គលផ្នែកផ្ទៃក្នុងម្នាក់បានធ្វើវិផាស
ហើយមានសំណួរពីរដែលគេបានចោទសួរគឺសំណួរទី1តើធនាគារគួរតែជូនដំណឹងជាសាធារណៈដល់អតិថិជនទាំងអស់អំពីការបែកធ្លាយទិន្នន័យដែរឬទេតើអតិថិជនមានសិទ្ធិទាមទារសំណងចំពោះហានិភ័យនៃការលួចអត្តសញ្ញាណនាពេលអនាគតដែរឬទេក្នុងចម្លើយរបស់ខ្ញុំក្នុងគំនិតរបស់ខ្ញុំទៅលើសំណួរទាំងពីរនេះគឺខ្ញុំគិតថាធនាគារគួរតែផ្ដល់ដំណឹងជាដាច់ខាតពីព្រោះធនាគារមានកាតព្វកិច្ចសីលធម៌ក្នុងការបង្ហាញការពិតទៅដល់អតិថិជនរបស់ខ្លួនការលាក់បាំងអាចធ្វើឲ្យធនាគារបាត់បង់ទំនុកចិត្តទាំងស្រុងដែលជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងធនាគារនិងអតិថិជនមួយទៀតការជូនដំណឹងអនុញ្ញាតឲ្យអតិថិជនមានការប្រុងប្រយ័ត្នភ្លាមដើម្បីការពារខ្លួនពីហានិភ័យដូចជាការលួចអត្តសញ្ញាណ identity thief ឬក៏ការបោកប្រាស់តាមទូរស័ព្ទ phishing ឬមួយ scam ដែលអាចកើតឡើងតាមរយៈឈ្មោះនិងលេខទូរស័ព្ទដែលលេចធ្លាយសម្រាប់សំណួរមួយទៀតខ្ញុំគិតថាអតិថិជនគេមានសិទ្ធិក្នុងការទាមទារនៅសំណងចំពោះហានិភ័យដែលបានកើតឡើងនេះគឺជាការបញ្ចេញមតិរបស់ខ្ញុំទៅលើឧទាហរណ៍មួយនេះឬមួយក៏សំណួរមួយនេះអរគុណដែលបានទស្សនាវីដេអូនេះ